សួស្តីប្រិយមិត្ត LM សម្រាប់រឿងទាំងអស់គ្នាដោយសារតែរឿងភាគរបស់យើងមិនទាន់មានភាគបន្តadmin បានយករឿងថ្មីមួយរឿងទៀតមកសម្រាប់ជូនបងប្អូនបានទស្សនារឿងនេះចង់និយាយអំពីសិស្សវិទ្យាល័យម្នាក់បានផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងបន្ទាប់ពីគាត់បានជួបជាមួយនឹងនារីដែលជាគូស្នេហ៍របស់គាត់កាលពីមួយឆ្នាំមុនឯកនេះដែលជាតួឯកពិតរបស់យើងគាត់តែងតែវាយដំគ្នាជាមួយនឹងសិស្សវិទ្យាល័យដទៃទៀតនៅថ្ងៃមួយមានក្មេងស្រីម្នាក់បានបាំងឆ័ត្រឲ្យគាត់ស្របពេលដែលមេឃកំពុងតែភ្លៀងខ្លាំងតួឯកស្រីរបស់យើងនាងមានឈ្មោះថាគូគីនាងគឺជាក្មេងស្រីធម្មតាម្នាក់ហើយតែងតែត្រូវបានក្មេងៗដទៃទៀតធ្វើបាបនៅក្នុងសាលារៀនថ្ងៃមួយនៅក្នុងសាលារៀននាងក៏បានឃើញឯកនេះត្រូវបានសិស្សមួយក្រុមទៀតវាយដំគាត់ភ្លាមនោះដែរឯកនេះក៏បានដួលទាំងស្រុងទៅលើខ្លួនរបស់គូគីនេះគឺជាលើកទី2ហើយដែលពួកគេទាំងពីរនាក់បានជួបមុខគ្នាគ្រប់ពេលដែលគូគីត្រូវបានមិត្តរួមថ្នាក់របស់នាងធ្វើបាបនាងតែងតែនឹកឃើញទៅដល់មុខមាត់របស់លោកពូនាងក៏ព្រោះតែនាងមិនមានឪពុកម្ដាយនោះទេនាងបានរស់នៅជាមួយនឹងលោកពូរបស់នាងតាំងពីនាងនៅតូចមិនយូរប៉ុន្មានឯកនេះក៏បានដើរចូលមកដល់ក្នុងថ្នាក់ហើយក៏បានហៅគូគីឲ្យទៅជួបគាត់នៅឯខាងក្រៅសាលារៀនបន្ទាប់ពីពួកគេចេញមកដល់ខាងក្រៅឯកនេះបានប្រកបបាត់ការមួយបាញ់ឲ្យទៅកាន់គូគីឯកនេះបាននិយាយច្បាស់ទៅកាន់គូគីថាគាត់ពិតជាចង់ធ្វើជាមិត្តប្រុសរបស់នាងគូគីមិនចង់ទទួលយកវានោះទេតែនាងបានដឹងអំពីកេរ្តិ៍ឈ្មោះមិនល្អរបស់ឯកនេះដូច្នេះហើយដោយសារតែខ្លាចគាត់ធ្វើបាបនាងក៏ព្រមទទួលយកវាតែម្ដងគូគីគិតថាមានតែពេលដែលនាងនៅជាមួយនឹងលោកពូរបស់នាងនោះទេដែលធ្វើឲ្យនាងមានអារម្មណ៍ថាសុវត្ថិភាពហើយនឹងកក់ក្ដៅដោយសារតែនាងបានរស់នៅជាមួយគាត់តាំងពីនាងមានអាយុ6ឆ្នាំមកម្ល៉េះនៅថ្ងៃបន្ទាប់លោកពូរបស់នាងបានរៀបចំអាហារថ្ងៃត្រង់សម្រាប់នាងយកទៅសាលារៀនបន្ទាប់ពីនាងរៀបចំអាហាររួចហើយនាងភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលនាងឃើញវត្តមានរបស់ឯកនេះនៅក្បែរផ្ទះនាងឯកនេះបាននិយាយថាចាប់ពីពេលនេះតទៅមិនមាននរណាម្នាក់ហ៊ានធ្វើបាបនាងទៀតនោះទេឲ្យតែមានវត្តមានរបស់គាត់នៅទីនេះឬនៃគាត់ភ្ញាក់ផ្អើលគាត់ថែមទាំងបានធ្វើអាហារថ្ងៃត្រង់សម្រាប់គូគីទៀតផងអាហារដែលឯកនេះបានធ្វើពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់គូគីបានលើកទឹកចិត្តគាត់ឲ្យខ្លាចទៅជាចុងភៅឯកនេះបានប្រាប់គូគីថាគាត់មិនមែនជាក្មេងអាក្រក់នោះទេហើយគាត់ក៏សន្យានឹងនាងថាជប់វាយតប់គ្នានៅក្នុងសាលារៀនទៀតដែរគូគីនាងពិតជាឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាឯកនេះជ្រើសរើសនាងក៏ព្រោះតែនៅក្នុងសាលារៀននេះគឺមានក្មេងស្រីៗស្អាតៗជាច្រើននាក់ចាប់ពីពេលនោះមកគូគីលែងមានអារម្មណ៍ថានាងខ្លាចឯកនេះទៀតហើយនៅថ្ងៃបន្ទាប់មានក្មេងស្រីម្នាក់បំរុងនឹងធ្វើបាបគូគីភ្លាមនោះសាស្ត្រីម្នាក់ដែលមានឈ្មោះថាយ៉ាឈីរ៉ូក៏បានចេញមកការពារនាងគូគីបានអរគុណយ៉ាងខ្លាំងចំពោះការជួយសង្គ្រោះរបស់យ៉ាឈីរ៉ូបានប្រាប់គូគីថានាងគ្រាន់តែទៅភ្នែកជាមួយនឹងក្មេងស្រីអស់តែនោះប៉ុណ្ណោះនៅពេលដែលគូគីនាងបានត្រឡប់មកផ្ទះវិញនាងបានឃើញលោកពូរបស់នាងកំពុងតែនិយាយគ្នាជាមួយនឹងនារីម្នាក់មនុស្សស្រីម្នាក់នោះគឺជាអតីតមិត្តរួមការងាររបស់លោកពូនាងគូគីបានដឹងយ៉ាងច្បាស់ថាលោកពូរបស់នាងបានបោះបង់ចោលការងារនៅក្នុងក្តីស្រមៃរបស់គាត់ក៏ព្រោះតែគាត់ត្រូវមើលថែគូគីបន្ទាប់ពីម្ដាយឪពុករបស់នាងបានស្លាប់ទៅក្រឡេកមើលទៅកាន់សាលារៀនរបស់ពួកគេវិញសិស្សទាំងអស់ត្រូវបានបំបីគ្នាជាក្រុមដើម្បីបំពេញចំណេះដឹងបន្ថែមរបស់ពួកគេតបពីសិស្សទាំងអស់បានចាប់ក្រុមរួចរាល់ហើយអ្នកដែលនៅសល់គឺមានត្រឹមតែ4នាក់ប៉ុណ្ណោះចំណែកឯមនុស្សទាំង4ដែលនៅសល់គឺមានដូចជាគូគីអេកណេយ៉ាស៊ីរ៉ូហើយនិងមីសាគីមិនពេញចិត្តចំពោះក្រុមនេះទេហើយគេក៏បានសម្រេចចិត្តចាកចេញពីថ្នាក់រៀនតែម្ដងមីសាគីគឺជាសិស្សប្រុសម្នាក់ដែលបានផ្លាស់មកពីប្រទេសកាណាដាដូច្នេះហើយគេមិនមានមិត្តភ័ក្តិនៅក្នុងសាលារៀននោះទេថ្ងៃមួយមីសាគីត្រូវបានសិស្សមួយក្រុមចាំរុំធ្វើបាបក្មេងអស់ទាំងនោះបានបោះបន្តោងដែលម្ដាយរបស់មីសាគីប្រគល់ឲ្យគេចូលទៅក្នុងទឹកភ្លាមនោះមីសាគីក៏បានលោតចូលទៅរើសបន្តោងរបស់គេទាំងដែលខ្លួនឯងមិនចេះហែលទឹកជាសំណាងល្អឯកនេះក៏បានជួយសង្គ្រោះគេទាន់ពេលហើយថែមទាំងបានប្រគល់បន្តោងនោះឲ្យទៅគេវិញទៀតផងមុនពេលដែលចាកចេញមីសាគីក៏បានអរគុណឯកនេះដែលបានជួយសង្គ្រោះគេទីបំផុតពួកគេទាំង4នាក់ក៏បានសម្រេចចូលក្រុមជាមួយនឹងគ្នាគូគេបានប្រាប់អ្នកទាំង3នាក់ថានាងទៅយកអីវ៉ាន់របស់នាងបន្ទាប់ពីនាងបានដើរអស់មួយសន្ទុះនាងក៏បានដើរចូលទៅក្នុងរូងដ៏ងងឹតមួយគូគេពិតជាតក់ស្លុតខ្លាំងណាស់ក៏ព្រោះតែនាងបាននឹកឃើញដល់អតីតកាលដ៏ខ្មៅងងឹតរបស់នាងកាលពីនៅក្មេងនៅពេលដែលនាងបានយំស្រែកហៅឈ្មោះរបស់លោកពូនាងឯកនេះក៏បានបង្ហាញខ្លួនឡើងមកនេះគឺជាលើកទី1ហើយដែលមានអ្នកដទៃមកការពារនាងក្រៅពីលោកពូរបស់នាងនៅតាមផ្លូវត្រឡប់ទៅផ្ទះគូគេនាងបាននិយាយរឿងដែលតាក់ទងជាមួយនឹងលោកពូរបស់នាងប្រាប់ទៅកាន់ឯកនេះនាងបាននិយាយថាចាប់តាំងពីគាត់ទទួលតួនាទីជាឪពុកម្ដាយរបស់នាងមិនដែលជឿជាក់នរណាផ្សេងក្រៅពីគាត់នោះទេនាងបន្តទៀតថាលោកពូរបស់នាងបានលះបង់ខ្លាំងណាស់ដើម្បីតែអាចមើលថែរក្សានាងគូគីបានអរគុណឯកនេះជាខ្លាំងដែលបានជួយសង្គ្រោះនាងនៅទីបំផុតមិត្តភាពរវាងអ្នកទាំង4នាក់ក៏កាន់តែរីកចម្រើនឡើងនៅក្នុងថ្នាក់រៀនគូគីកំពុងតែនិយាយរឿងមួយចំនួនជាមួយនឹងយ៉ាស៊ីរ៉ូគូគីបានប្រាប់យ៉ាស៊ីរ៉ូថានាងនៅជាមានអារម្មណ៍ចម្លែកជាមួយនឹងឯកនេះពេលនេះតានាងចាប់ផ្ដើមស្រឡាញ់គេហើយមែនដែរទេយ៉ាស៊ីរ៉ូនាងបានប្រាប់គូគីថានាងគួរតែទៅសារភាពប្រាប់ឯកនេះនៅអារម្មណ៍មួយនេះគ្រាន់តែបានកាត់ដល់រូបភាពនោះភ្លាមគូគីក៏បានស្រមៃដល់នាងកំពុងតែថើបគ្នាជាមួយនឹងឯកនេះថ្ងៃនេះនៅតាមផ្លូវទៅសាលារៀនគូគីបានឃើញយ៉ាស៊ីរ៉ូកំពុងតែថើបគ្នាជាមួយនឹងបុរសម្នាក់ក្រឡេកមើលមកកាន់ឯកនេះរបស់យើងវិញម្ដងនៅពេលដែលគាត់បានឃើញគូគីគេងលក់ដោយការអស់កម្លាំងគាត់ក៏បានដាក់ក្បាលរបស់នាងចុះទៅលើតុថ្នមហើយថែមទាំងបានលួចថើបនាងយ៉ាងស្ងៀមស្ងាត់ពេលនោះគូគីក៏ស្រាប់តែបើកភ្នែកឡើងចំណែកឯកនេះវិញគេបានសុំអភ័យទោសនាងដែលគេបានធ្វើរឿងអស់ទាំងនេះទៅលើនាងបន្ទាប់ពីបានធ្វើការសុំទោសរួចហើយឯកនេះក៏បានរត់ចេញទៅខាងក្រៅទាំងមានភាពអៀនខ្មាសថ្ងៃនេះផងដែរមានសិស្សស្រីថ្មីម្
ម្នាក់បានផ្ទេរមកកាន់សាលារៀនរបស់ពួកគេនាងក៏មិនខុសពីកុកគីដែរនាងត្រូវបានក្មេងៗដទៃទៀតធ្វើបាបដោយសារតែភាពចិត្តល្អរបស់អេកណេសគាត់ក៏បានការពារនាងពីការធ្វើបាបរបស់ក្មេងស្រីអស់ទាំងនោះអេកណេសបានប្រាប់អូឌីយ៉ូថាត្រូវតែមានភាពក្លាហាននោះនាងមិនត្រូវគេធ្វើបាបនោះទេភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរនាក់ក៏ត្រូវបានកុកគីមើលឃើញអេកណេសបានប្រាប់អូឌីយ៉ូថាដោយសារតែកូនក៏ធ្លាប់ទទួលបាននូវការធ្វើបាបដែរទៅបានជាគាត់ចង់ការពារនិងលើកទឹកចិត្តនាងអូឌីយ៉ូនាងក៏បានសាកល្បងធ្វើតាមសម្ដីដែលអេកណេសបានប្រាប់នាងមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពមិនយូរប៉ុន្មាននៅទីបំផុតក៏មានមនុស្សជាច្រើនមកចោមរោមដើម្បីធ្វើជាមិត្តភក្តិរបស់នាងអូឌីយ៉ូនាងបានយកដំណឹងដ៏ល្អនេះទៅប្រាប់អេកណេសឲ្យបានដឹងចំណែកកុកគីវិញនាងបានត្រឹមតែសម្លឹងមើលពួកគេពីចម្ងាយមីសាគីបានដឹងថាកុកគីនឹងប្រឆាំងអូឌីយ៉ូជាមួយនឹងអេកណេសដូច្នេះហើយគេក៏បានលួងលោមកុកគីមីសាគីបានប្រាប់ថាអេកណេសគេគ្រាន់តែចូលចិត្តជួយមនុស្សដែលត្រូវការជំនួយតែប៉ុណ្ណោះប្រៀបដូចជាពេលដែលគាត់បានជួយគេកាលពីលើកមុនដែរគេបានបន្ថែមទៀតថាអេកណេសគ្រាន់តែជួយដល់អ្នកដែលត្រូវការជំនួយហើយនឹងមនុស្សដែលទុនខ្សោយជាងគាត់មីសាគីបានប្រាប់នាងថានាងគួរតែទៅសារភាពប្រាប់ពីអារម្មណ៍របស់នាងឲ្យអេកណេសបានដឹងប្រៀបដូចជាគេមានភាពក្លាហានក្នុងការសារភាពប្រាប់នាងដូចគ្នាទីបំផុតកុកគីក៏បានរត់យ៉ាងលឿនទៅសារភាពប្រាប់ទៅកាន់អេកណេសនាងបាននិយាយថានាងពិតជាចូលចិត្តគាត់ហើយក៏ប្រច័ណ្ឌនៅពេលដែលគាត់នៅជាមួយនឹងអូឌីយ៉ូលើបែបនេះភ្លាមអូឌីយ៉ូក៏បានសើចនាងប្រាប់ថានាងជាមួយនឹងអេកណេសគឺមិនមានអ្វីលើពីមិត្តនោះទេអេកណេសពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៃភាពក្លាហានរបស់កុកគីមិនបងអង្គញងគេក៏បានស្ទូអោបនាងចូលទៅក្នុងរង្វង់ដៃរបស់គេពួកគេទាំងពីរនាក់ស្ទើរតែមិនជឿថាអ្វីដែលបានកើតឡើងនេះគឺជាការពិតចាប់តាំងពីពេលនោះមកពួកគេទាំងពីរនាក់បានចំណាយពេលវេលាសាងអនុស្សាវរីយ៍ដ៏ល្អៗជាមួយនឹងគ្នាជាច្រើនអេកណេសបានផ្លាស់ប្ដូរពណ៌សក់របស់គាត់ហើយថែមទាំងបានទៅជម្រាបសួរលោកពូរបស់កុកគីគេបានសន្យាជាមួយនឹងលោកពូកុកគីថាគេនឹងមើលថែនាងឲ្យបានល្អបំផុតលោកស៊ូមិនបាននិយាយអ្វីនោះទេតែគាត់បានឲ្យកុកគីចេញទៅខាងក្រៅដោយសារតែគាត់មានរឿងចង់និយាយជាមួយនឹងអេកណេសលោកស៊ូមិនបានពេញចិត្តជាមួយនឹងអេកណេសនោះទេលោកស៊ូបាននិយាយថាគេមិនមានសមត្ថភាពក្នុងការការពារកុកគីឡើយគាត់និយាយទៀតថាកុកគីនឹងបានរស់នៅជាមួយនឹងភាពឈឺចាប់នៃការបាត់បង់ម្ដាយអស់រយៈពេល9ឆ្នាំមកហើយដូច្នេះគាត់មិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើឲ្យនាងឈឺចាប់ទៀតនោះទេអេកណេសគេមិនបានបោះបង់ចោលកុកគីនោះទេផ្ទុយទៅវិញគេបានសន្យាជាមួយនឹងនាងថាគេនឹងការពារនាងដោយប្រើជីវិតរបស់គេថ្ងៃនេះដែរមិត្តរួមការងាររបស់លោកស៊ូបានមករកគាត់ជាលើកទី2នាងមកទីនេះដើម្បីស្នើសុំឲ្យលោកស៊ូបន្តការងាររបស់គាត់ឡើងវិញកុកគីមានអារម្មណ៍ថាខ្លួននាងគឺជាបន្ទុករបស់លោកស៊ូថ្ងៃនេះដែរអេកណេសបានប្រាប់កុកគីថាគាត់នឹងត្រៀមខ្លួនជាស្រេចក្នុងការដើរតួខុសជាលោកស៊ូសម្រាប់នាងអ្វីដែលលោកស៊ូអាចលះបង់សម្រាប់នាងគាត់ក៏អាចលះបង់បានដូចគ្នាពេលដែលពួកគេកំពុងតែដើរពួកគេក៏បានឃើញមិត្តប្រុសរបស់យ៉ាស៊ីរ៉ូកំពុងតែនៅជាមួយនឹងនារីផ្សេងតាមកាប់បាត់មនុស្សដែលបានវាគ្នាកាលពី1ឆ្នាំមុនជាមួយនឹងអេកណេសគឺជាមិត្តប្រុសរបស់យ៉ាស៊ីរ៉ូបន្ទាប់ពីគេបានដឹងថាកុកគីគឺជាមនុស្សសំខាន់របស់អេកណេសភ្លាមនោះគេក៏បានប្រាប់អេកណេសថាគេច្បាស់ជាត្រឡប់មកសងសឹកជាមួយនឹងអេកណេសវិញមិនខានបន្ទាប់ពីបានដឹងរឿងនេះហើយអ្នកទាំង3នាក់ក៏បានព្យាយាមបញ្ចុះយ៉ាស៊ីរ៉ូឲ្យបោះបង់ចោលមិត្តប្រុសចំសៀរបស់នាងតែយ៉ាស៊ីរ៉ូនាងដូចជាមិនបានស្ដាប់សម្ដីរបស់ពួកគេទាំង3នាក់ឡើយមីសាគីបានប្រាប់នាងថាមើលទៅគេមិនមែនជាមនុស្សល្អនោះទេតែយ៉ាស៊ីរ៉ូនៅតែមិនបានស្ដាប់ពីសម្ដីរបស់គាត់មិនយូរប៉ុន្មានមិត្តប្រុសរបស់យ៉ាស៊ីរ៉ូក៏បានមកលួងលោមនាងទីបំផុតពួកគេទាំងពីរនាក់ក៏បានត្រូវរើគ្នាវិញតាមការពិតទៅនេះគ្រាន់តែជាផែនការអាក្រក់របស់បរិមម្នាក់នោះតែប៉ុណ្ណោះបរិមម្នាក់នោះបានប្រើប្រាស់ទូរស័ព្ទដៃរបស់យ៉ាស៊ីរ៉ូផ្ញើសារទៅទូរស័ព្ទដៃរបស់កុកគីហើយនាងមកជួបគ្នានៅឯការ៉ាសដាក់រថយន្តគ្រាន់តែទទួលបានសារភ្លាមកុកគីក៏ប្រញាប់រត់ទៅរកយ៉ាស៊ីរ៉ូភ្លាមបរិមម្នាក់នោះបានផ្ញើសារទៅប្រាប់អេកណេសថាមិត្តស្រីរបស់គេពេលនេះកំពុងតែនៅក្នុងដៃគាត់អេកណេសមិនបានគិតច្រើននោះទេហើយគាត់ក៏ប្រញាប់រត់ទៅការ៉ាសដាក់រថយន្តនោះដើម្បីជួយកុកគីអេកណេសត្រូវបានក្រុមរបស់បរិសនោះវាយដំយ៉ាងចាស់ដៃហើយជាសំណាងល្អលោកស៊ូជាមួយនឹងមីសាគីក៏បានបង្ហាញខ្លួនហើយថែមទាំងបានយកទឹកពេញប៉ោះជះទៅលើមុខរបស់បរិសម្នាក់នោះមីសាគីគាត់ក៏ប្រញាប់រត់ទៅជួយយ៉ាជីរ៉ូដែលត្រូវបានគេចាប់ចងនៅក្នុងបន្ទប់ទោះបីជាអេកណេសគេរងរបួសយ៉ាងធ្ងន់តែគេនៅតែបាននិយាយអះអាងប្រាប់ទៅកាន់លោកស៊ូថាគេអាចការពារកុកគីបានទោះបីជាគេត្រូវបាត់បង់ជីវិតក៏គេមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះពាល់កុកគីដែរអេកណេសបានប្រាប់លោកស៊ូថាកុកគីគឺជាមនុស្សទី1ហើយបន្ទាប់ពីម្ដាយរបស់គាត់ដែលតែងតែនៅក្បែរគាត់ហើយការពារគាត់នៅពេលដែលគាត់ធ្លាក់ខ្លួនចាប់តាំងពីពេលនោះមកគាត់បានសន្យាថានឹងកែប្រែខ្លួនហើយការពារនាងមិនឲ្យនរណាធ្វើបាបឡើយអេកណេសបាននិយាយទៀតថាមនុស្សស្រីដែលមានសារៈសំខាន់ជាងគេនៅក្នុងជីវិតរបស់គាត់គឺមានតែ2នាក់ប៉ុណ្ណោះនោះគឺជាម្ដាយរបស់គាត់ហើយនិងកុកគីលោកស៊ូគាត់បានសើចហើយគាត់បានគិតថានៅទីបំផុតមានមនុស្សដែលអាចចូលមកជំនួសកន្លែងគាត់បានហើយក្រឡេកមើលមកកាន់យ៉ាជីរ៉ូវិញម្ដងពេលនេះមិត្តប្រុសរបស់នាងកំពុងតែមកសុំត្រូវរើគ្នាជាមួយនឹងនាងវិញភ្លាមនោះដែរមីសាគីក៏បានបង្ហាញខ្លួនទាំងមានភាពក្លាហានគេបាននិយាយលឺៗប្រាប់បរិសនោះថាយ៉ាជីរ៉ូមិនត្រូវការគាត់ទៀតនោះទេហើយគេនឹងមើលថែនាងចាប់ពីពេលនេះតទៅនៅក្នុងរូបភាពការពារអតីតកាលលោកស៊ូបានបង្រៀនកុកគីជិះកង់តែក៏មិនដែលហ៊ានប្រឡែងកង់របស់នាងឡើយដោយសារតែខ្លាចនាងមានរបួសតែពេលនេះគាត់បានសម្រេចចិត្តប្រឡែងដៃចេញពីកង់នោះហើយក៏ព្រោះតែផ្លូវនៅខាងមុខមានអេកណេសដែលត្រូវការពារនាងហើយដូច្នេះគាត់មិនបារម្ភពីនាងទៀតនោះទេទោះបីជានេះត្រឹមតែជាក្តីស្រឡាញ់របស់សិស្សវិទ្យាល័យមួយគូតែពួកគេបានសន្យា
យ៉ាងជាមួយនឹងគ្នាថាបន្ទាប់ពីរៀនចប់ពួកគេនឹងរៀបការហើយសាងអនាគតគ្រួសារដែលមានសុភមង្គលជាមួយនឹងគ្នារឿងនេះក៏ត្រូវបានបញ្ចប់ជាមួយនឹងស្នាមញញឹមរបស់ពួកគេទាំងពីរនាក់